ឆ្លើយតបទៅកាន់បងប្រុសមួយដែលគាត់លើកឡើងថាប្រហែលជាមកពីខ្ញុំរើពេកតែដឹងបានខ្ញុំហមឬដែលស្រឡាញ់ខ្ញុំជាខ្ញុំអត់បានជាក់ស្ដែងខ្ញុំអត់រើពេកតែក៏ខ្ញុំអត់យកពេកដែរចង់និយាយថាខ្ញុំមានលក្ខខណ្ឌរបស់ខ្ញុំតែ3ឯធំទី1គឺហាមប្តីគេឬក៏រដឹងគេបើសិនជាម្នាក់ហ្នឹងខ្ញុំដឹងថាជាប្តីគេគឺខ្ញុំអត់តាក់ទងទេទោះបីជាមនុស្សដែលខ្ញុំកំពុងស្រឡាញ់ក៏ខ្ញុំត្រូវតែកាត់ចិត្តចិនដែរព្រោះខ្ញុំជាស្រីដូចគ្នាខ្ញុំយល់ពីបេះដូងមនុស្សស្រីដូចគ្នាថាគេឈឺចាប់មិនរឿងទី1រឿងទី2ខ្ញុំសុំឲ្យស្មោះត្រង់រឿងលុយកាក់ហេតុផលឯងបានខ្ញុំឲ្យសុំស្មោះត្រង់ដោយសារតែខ្ញុំគិតថាមនុស្សរស់នៅមួយគ្នាស្រឡាញ់គ្នាជាប្តីប្រពន្ធគឺត្រូវការរីកចម្រើនយកមកដើម្បីរីកចម្រើនអញ្ចឹងមានការរីកចម្រើនគឺការស្មោះត្រង់ហ្នឹងហើយរឿងលុយហ្នឹងហើយហៅបានប៉ុន្មានចំណាយអស់ប៉ុន្មានយើងប្រាប់គ្នាត្រង់ទៅហើយយើងមានកញ្ចប់ប្រមាណសម្រាប់ក្នុងការសំយើងបែងចែកចាត់ចែងមិនហៅដើម្បីតាមមកស៊ីណាគឺយើងត្រូវរកសម្រាប់សល់ផងអញ្ចឹងត្រូវស្មោះត្រង់មួយគ្នាកុំលាក់បាំងអត់ល្អទេនិងទី3គឺទំនួលខុសត្រូវមនុស្សត្រូវមានទំនួលខុសត្រូវមេគ្រួសារត្រូវមានទំនួលខុសត្រូវជាមេគ្រួសារខ្ញុំសុំតែ3ហ្នឹងឯងហើយបើរឿងផ្សេងរឿងស្រីញីរឿងផឹកស៊ីអីទទួលស្គាល់ថាវាអាចប៉ះពាល់អារម្មណ៍តិចតួចតែខ្ញុំអត់យកវាមកធំដុំឲ្យខ្ញុំត្រូវបដោតថាអូបើអ្នកឯងមានស្រីខ្ញុំត្រូវតែលែងអត់ទេព្រោះខ្ញុំគិតថាខ្ញុំអត់បើខ្ញុំខ្វល់នឹងអារឿងទៅតាមចាប់គេខ្ញុំហត់ណាតាំងពីខ្ញុំចេះសមាធិខ្ញុំដើរតាមកលងពុទ្ធសាសនាមកខ្ញុំយល់ពីពធបានច្រើនខ្ញុំដឹងពីសេចក្តីស្រឡាញ់ខ្លួនឯងបានច្រើនខ្ញុំយល់ថាវត្តដាក់នឹងត្រូវធ្វើម៉េចដើម្បីរស់នៅឲ្យសុខអញ្ចឹងខ្ញុំអត់បាន care ទៅលើរឿងហ្នឹងច្រើននេះរឿងស្អីញីអីនេះគ្រាន់ថាបើខូចខលចេះការពារខ្លួនប៉ុណ្ណឹងទៅអាហ្នឹងពីខ្ញុំហើយសំខាន់ណាស់ទំនួលខុសត្រូវនេះភាពច្បាស់លាស់ភាពហ្មត់ចត់ខ្ញុំចង់បានតែប៉ុណ្្នឹងទេខ្ញុំគាត់ថាប៉ុណ្្នឹងធំដល់មិនខ្ញុំគាត់ថាអត់ធំទេហើយបើរឿងទ្រព្យសម្បត្តិរឿងអីខ្ញុំគាត់ថាមិនចាំបាច់ច្រើនទេមកល្មមសំរុំមិនទៀមទីឲ្យអ្នកត្រូវមានជាងខ្ញុំអ្នកត្រូវបកាយជាងខ្ញុំអ្នកត្រូវរលុយបានច្រើនជាងខ្ញុំអត់ទេតែអីដែលទៀមទីគឺសមត្ថភាពចំណេះដឹងហើយនឹងភាពទទួលខុសត្រូវធ្វើជាមនុស្សម្នាក់ដែរម៉ាត់ណាម៉ាត់ហ្នឹងកុំនិយាយចោលតែនិយាយចោលខ្ញុំអត់ចូលចិត្តទេព្រោះមនុស្សខ្ញុំនិយាយឲ្យខ្ញុំធ្វើពេលខ្លះខ្ញុំអាចនិយាយលេងសើចអូខេនិយាយឲ្យផុតទៅតែបើថារឿងមកចត់គឺច្បាស់ហើយលាស់តែប៉ុណ្្នឹងឯងហើយអរគុណជំរាបសួរបងប្អូនមេឃភ្លៀងតិចចឹងអ្នកដែលអត់ប្តីអត់ប្រពន្ធនេះមានអ្នកណាឃើញចង់បានគូគប់មេត្រីដែរទេណែមេឃភ្លៀងតិចហើយនឹកឃើញរកគូរកស្នេហ៍ខ្លះទៅកុំព្រាយយូរពេកនៅតែខ្ញុំទៅបានហើយកាលពីក្មេងចាស់ធ្លាប់ប្រាប់ថាកុំហូបពងមាន់ពងទាចាំស្បុកអីខ្លួនស្រីអីអញ្ចឹងទៅពិបាករកប្តីរកអីអញ្ចឹងណាគ្មានអ្នកណាគេស្រឡាញ់ទេនៅចាំស្រុកចាំស្បុកចាំសបែងនឹងឯងណែមិនដែលហ៊ានហូបទេតែដល់ពេលមកដល់ឥឡូវនេះអាមិនហ៊ានហូបតាំងពីក្មេងមកដល់ឥឡូវនេះក៏គ្មានឃើញអ្នកណាមកយកសោះនេះវានៅតែឯងតែរ៉ែនេះគួរគិតអ្ហ្មិចនេះពេលខ្លះកុំជឿចាស់ពេកក៏ត្រូវមួយយ៉ាងដែរណា